ប្រកាសថាមនុស្សជាច្រើនក្នុងចំណោមពួកយើងក៏ស្គាល់អារម្មណ៍នេះដែរបន្ទាប់ពីមួយថ្ងៃវែងសាច់ដុំក៏ឈឺចាប់អស់កម្លាំងឬក៏ពេលអង្គុយហើយឈរឡើងភ្លាមក៏មានអារម្មណ៍ថាពិភពលោកវិលជុំហើយមានអារម្មណ៍ចម្លែកមួយទៀតគឺក្បាលក្តៅសឹងតែភ្លឺឡើងតែដៃជើងវិញត្រជាក់ស្រួលចិត្តអារម្មណ៍ទាំងនេះស្គាល់គ្នាណាស់មែនទេថ្ងៃនេះយើងនឹងសហការគ្នាស្វែងយល់ថាសញ្ញាទាំងនោះរបស់រាងកាយមានមេអ្វីពិតប្រាកដហើយឯកសារដែលយើងយកមកជាធាតុសម្រាប់ការសន្ទនានេះគឺសៀវភៅបិទចំណុចសម្រាប់ព្យាបាលជំងឺគឺរបស់អ្នកនិពន្ធខីសេតស្វាតាមការណែនាំរបស់វិជ្ជបណ្ឌិតត្រឹងវិនសៀវភៅនេះមិនមែនជាសៀវភៅទ្រឹស្ដីស្ងួតស្ងៀមទេប៉ុន្តែវាដូចជាផែនទីមួយសម្រាប់អនុវត្តលើរាងកាយរបស់យើងនឹងធ្វើដំណើររួមគ្នាតាមប្រព័ន្ធនេះដោយចាប់ផ្ដើមពីសញ្ញាដែលជាទូទៅបំផុតគឺថ្មអស់មានន័យថាអស់កម្លាំងហើយមើលថាវាភ្ជាប់ទៅនឹងបញ្ហាធំដូចជាវិលមុខឬសម្ពាធឈាមយ៉ាងដូចម្ដេចវាជាដំណើរផងដែរហើយគោលបំណងរបស់យើងថ្ងៃនេះមិនមែនសម្រាប់រៀនចាំទីតាំងនៃច្រកវាទាំងនោះទេប៉ុន្តែសំខាន់ជាងគេគឺយើងនឹងព្យាយាមយល់តើមានទល់ឲ្យភាពអ្វីនៅពីក្រោយវាហេតុអ្វីបានជាចុចលើចំណុចមួយនៅក្រោមជើងអាចបន្ថយការឈឺក្បាលបានរាងកាយយើងពិតជាប្រព័ន្ធដែលភ្ជាប់គ្នាយ៉ាងជិតស្និទ្ធដល់ថ្នាក់នោះមែនទេយើងនឹងស្វែងយល់ពីវិធីមើលរាងកាយមិនមែនជាការប្រមូលផ្ដុំផ្នែកផ្សេងដោយឡែកទេប៉ុន្តែជាឯកតាមួយដែលមានលំហូរថាមពលផ្ទាល់ខ្លួនអស្ចារ្យណាស់យើងចាប់ផ្ដើមជាមួយសញ្ញាព្រមានដំបូងដែលមនុស្សគ្រប់គ្នាធ្លាប់ជួបការធុញថប់ទាំងរាងកាយដូចថ្មកំពុងអស់សៀវភៅបានបញ្យល់ថាវាបណ្ដាលពីការធ្វើការច្រើនសៀវភៅបញ្ជាក់ថាបើការធុញថប់បន្តយូរគ្មានមូលហេតុច្បាស់អាចជាសញ្ញាជ្រាលជ្រៅជាងនេះមែនហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងសៀវភៅនេះគឺវិធីដែលវាចូលរួមពិចារណាអំពីការធុញថប់មិនមែនត្រឹមតែចំណុចតែមួយទេវាពិចារណាថានេះជាការបាត់បង់ទល់ឲ្យភាពលើប្រព័ន្ធទាំងមូលហើយជំនួសឲ្យគ្រាន់តែម៉ាសាកន្លែងឈឺនោះវិធីសាស្ត្រនេះវិញទៅប៉ះពាល់ដល់រាងកាយពី3មុំមើលក្នុងពេលតែមួយដើម្បីសាកថ្មឡើងវិញយ៉ាងពេញលេញអីមុំមើលស្ដាប់ហាក់ដូចជាគួរឲ្យចាប់អារម្មណ៍ណាស់ហើយតើវាជាមុំមើលអ្វីខ្លះដែរយើងអាចនឹកស្រមៃបែបនេះបានដំបូងត្រូវបំបត្តិសម្ពាធសម្រាប់មជ្ឈមណ្ឌលបញ្ជាគឺតំបន់ក្បាលនិងបន្ទាប់មកត្រូវសាកថ្មឡើងវិញសម្រាប់ធ្នូសំខាន់របស់រាងកាយគឺតំបន់ចង្កេះហើយចុងក្រោយមានរឿងមួយសំខាន់ណាស់គឺត្រូវការខ្សែភ្ជាប់ដីមួយដើម្បីបញ្ចេញភាពនឿយហត់និងសម្ពាធចេញទៅក្រៅនេះជាឧទាហរណ៍បំពេញមួយដ៏ល្អណាស់ដូច្នេះមជ្ឈមណ្ឌលបញ្ជានៅឯណាវាគឺជាចំណុចថែសុខភាព Center ទីតាំងរបស់វានេះស្រួលស្វែងរកណាស់ស្ថិតនៅចុងសក់ខាងក្រោយយកឬក្បាលនៅពីជ្រុងដែលមានរន្ធចុះចូលរបស់សាច់ដុំធំពីរដើរតាមបណ្ដោយយកយើងមានអារម្មណ៍នឿយហត់តំបន់នេះជាញឹកញាប់តឹងរឹងឡើងបើប៉ះពាល់ត្រង់នេះវាដូចជាការចាប់ផ្ដើមម៉ាស៊ីនកុំព្យូទ័រឡើងវិញដោយជួយឲ្យខួរក្បាលមានអារម្មណ៍ស្រស់ស្រាយនិងបន្ថយភាពតានតឹងសម្រាប់ប្រព័ន្ធប្រសាទទាំងមូលខ្ញុំយល់ហើយអារម្មណ៍ដូចជាកំពុងដោះចំណុចចុងមួយនៅច្រកខាងពោទៅខួរក្បាលហើយតើថ្មសំខាន់នៅចុងក្នុងវិញដូចម្ដេចសៀវភៅនេះបានដាក់ឈ្មោះចំណុចសំខាន់ខ្លាំងមួយថាថនយូវិធីស្វែងរកក៏សាមញ្ញដែរគ្រាន់តែយើងដាក់ដៃទាំងពីរលើចង្កេះហើយម្រាមដៃធំទាំងពីរទៅរកខ្នងចំណុចសំខាន់នេះស្ថិតនៅចំកណ្ដាលម្រាមដៃធំតាមទស្សនៈបុរាណតំបន់នេះត្រូវបានហៅថាច្រកទ្វារនាំទៅកាន់ធម្មពលស្នូលរបស់រាងកាយការបន្ធូរព្រួយឈឺនៅទីនេះមិនត្រឹមតែជួយបន្ថយឈឺក្នុងទេប៉ុន្តែវាដូចជាកំពុងសាកថ្មឲ្យប្រព័ន្ធទាំងមូលផងដែរដូច្នេះយើងបានដោះស្រាយមជ្ឈមណ្ឌលគ្រប់គ្រងនិងសាកថ្មរួចហើយឥឡូវដល់ផ្នែកគួរឲ្យចាប់អារម្មណ៍បំផុតហើយសរសៃភ្ជាប់ដីស្ថិតនៅទីណាវាស្ថិតនៅកន្លែងមួយដែលប្រហែលជាមានមនុស្សតិចគិតដល់គឺចុងជើងនោះគឺជាចំណុចយងជួនដែលស្ថិតនៅចន្លោះចូលទៅខាងក្នុងពេលយើងបត់ម្រាមជើងសៀវភៅបានពិពណ៌នាថាចំណុចនេះដូចជាសន្ទះបញ្ចេញមួយត្រឹមត្រូវហើយការធុញថប់ទាំងអស់និងធម្មពលដែលជាប់ជានិច្ចនឹងត្រូវបញ្ចេញតាមចំណុចនោះដើម្បីជួយឲ្យរាងកាយភ្ជាប់ឡើងវិញជាមួយធម្មពលដីវាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយស្ត្រេសនិងជួយឲ្យឈាមហូរបានល្អឡើងវិញចាប់ពីជើងឡើងទាំងរាងកាយគំនិតនៅទីនេះគឺថាការធុញថប់មិនមែនជារឿងដែលត្រូវទ្រាំទ្រទេប៉ុន្តែវាជារឿងដែលអាចបញ្ចេញចេញបានរងចាំមុនខ្ញុំឃើញក្នុងសៀវភៅនេះនិយាយអំពីចំណុចសំខាន់មួយដែលហាក់ដូចជាតារាសម្ដែងឈ្មោះថាទុកតាមលីមែនទេវាហាក់ដូចជាឱសថបង្កើនធម្មពលសម្រាប់ទាំងរាងកាយមិនមែនត្រឹមតែបន្ថយការធុញជើងប៉ុណ្ណោះទេឥឡូវនេះខ្ញុំកំពុងសាកសួររកវានៅលើជើងខ្លួនឯងនៅខាងក្រោមជង្គង់ត្រង់ខាងក្រៅបន្តិចពីឆ្អឹងជើងត្រឹមត្រូវចំណុចទុកតាមលីវិញគឺជារឿងផ្សេងទៀតបើចំណុចផ្សេងទៀតសម្រាប់ស្ដារឡើងវិញនោះទុកតាមលីវាហាក់ដូចជាប៊ូតុងបន្ថែមធម្មពលវាបើកដំណើរការធម្មពលទូទៅបន្ថែមសមត្ថភាពអត់ធ្មត់នេះហើយជាមូលហេតុដែលវាត្រូវបានចាត់ទុកថាជាចំណុចសំខាន់បំផុតមួយសម្រាប់ថែរក្សាសុខភាពទូទៅដូច្នេះយើងមានឧបករណ៍ពេញលេញមួយសម្រាប់ប្រើបំបត្តិភាពតានតឹងសាកថ្មដុតភ្ជាប់ដីនិងបន្ថែមធម្មពល
សារនៅទីនេះគឺភាពនឿយហត់មិនមែនជាបញ្ហាឯកតាមួយទេប៉ុន្តែវាជាការបាត់បង់តុល្យភាពរបស់ប្រព័ន្ធទាំងមូលច្បាស់ណាស់ឥឡូវនេះពីការជូនដំណឹងខាគ្មិនចិត្តអស់យើងមកនិយាយអំពីសារកំហុសមួយដែលហាក់ដូចជាសំខាន់ជាងនេះវាជាអារម្មណ៍វង្វេងមុខភ្លាមពេលចូលឡើងដែលពិភពលោកទាំងមូលហាក់ដូចជាផ្លាស់ប្ដូរសៀវភៅបានណែនាំថានេះជាការកកស្ទះធ្ងន់ធ្ងរជាងមុននៅក្នុងប្រព័ន្ធដែលយើងទើបនិយាយ ការកកស្ទះគឺជាការជ្រើសពាក្យបានត្រឹមត្រូវណាស់សៀវភៅបានពន្យល់ពីបាតុភូតនេះដោយប្រើគំនិតអំពីកុកខ្យល់ឈាមយើងអាចយល់សាមញ្ញថាដូចនេះឈាមគឺជារូបធាតុដែលជាឈាមដែលជាវត្ថុធាតុចិញ្ចឹមរាងកាយខណៈដែលកុកខ្យល់គឺជាធម្មពលជាថាមកម្លាំងជំរុញនិងជាសញ្ញាអគ្គិសនីដើម្បីឲ្យអ្វីដំណើរការពេលមានអារម្មណ៍វង្វេងមុខវាហាក់ដូចជាកើតមានការកកស្ទះរថយន្តឬក៏បាត់ភ្លើងភ្លាមលើផ្លូវល្បឿនលឿនដែលនាំទៅកាន់ខួរក្បាលដោយឈាមនិងធម្មពលមិនអាចទៅដល់កន្លែងទាន់ពេល ជាធម្មតាពេលដែលមានអារម្មណ៍វង្វេងមុខមនុស្សភាគច្រើននឹងគិតអំពីការច្របាច់ក្បាលឬក៏ប៉ុន្តែខ្ញុំឃើញថានៅក្នុងសៀវភៅនេះមានការណែនាំមួយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់វាបង្ហាញទៅកាន់ចំណុចសំខាន់មួយនៅក្បាលជើងសម្រាប់ព្យាបាលអារម្មណ៍វង្វេងមុខគឺចំណុច Thai K រឿងនេះហាក់ដូចជាមិនសមហេតុផលទេក្បាលជើងវិញមានតាក់ទងអ្វីទៅនឹងក្បាលដែលកំពុងវិលមុខដែរ នេះហើយជាចំណុចសំខាន់សម្រាប់យល់អំពីតុល្យភាពនៃយោបល់វិទ្យាសាស្ត្រព្រឹត្តនៅភាគខាងកើតសូមស្រមៃថារាងកាយមានបណ្ដាញភ្លើងលឿនធម្មពលមិនអាចមើលឃើញមួយដែលគេហៅថាសរសៃគីងម៉ាក់វាភ្ជាប់គ្រប់ផ្នែកទាំងអស់របស់រាងកាយចូលគ្នាចំណុចថៃគីនៅក្បាលជើងស្ថិតនៅលើសរសៃគីងម៉ាក់សំខាន់ណាស់មួយដែលរត់ត្រង់ឡើងក្បាលការប៉ះពាល់ទៅលើចំណុចនេះដូចជាការបើកច្រកកន្លែងតឹងនៅចម្ងាយមួយដើម្បីជួយបន្ធូរបន្ថយសម្ពាធសម្រាប់ផ្លូវទាំងមូល អត់ចាស់ត្រឹមត្រូវហើយ វាមិនត្រឹមតែព្យាបាលរោគសញ្ញានៅក្បាលទេប៉ុន្តែថែមទាំងកែសម្រួលស្ទឹងស្ទង់នៃប្រព័ន្ធទាំងមូលផងដែរ វាដូចជាការត្រួតពិនិត្យចរាចរណ៍ពីមជ្ឈមណ្ឌលមួយដែលឆ្ងាយពីចំណុចកកស្ទះដូច្នេះក្រៅពីចំណុចបើកនៅក្បាលជើងសៀវភៅមាននិយាយអំពីចំណុចសំខាន់ផ្សេងទៀតដែលងាយស្រួលមើលឃើញជានេះទេ ប្រកបណាស់បន្ទាប់ពីយើងបានបើកផ្លូវពីចម្ងាយរួចហើយយើងនឹងដោះស្រាយដោយផ្ទាល់ទៅលើចំណុចក្តៅដែលកកស្ទះនោះគឺជាតំបន់កូននិងកូនាងមានចំណុចសំខាន់ពីរនៅទីនេះគឺផុងជីនិងចំណុចធានជូដែលយើងបាននិយាយដល់កន្លងមកអត់ចាស់ តំបន់គឺជាចំណុចប្រសពចរាចរណ៍សំខាន់បំផុតដែលជាទីកន្លែងដែលធម្មពលទាំងអស់ត្រូវឆ្លងកាត់ដើម្បីទៅដល់ខួរក្បាលពេលតំបន់នេះតឹងខ្លាំងវានឹងបង្កើតជាប្រអប់ក្រឡាបណ្ដាលឲ្យមានបញ្ហាជាច្រើនចាប់ពីឈឺក្បាលវិលមុខរហូតដល់វង្វេងក្បាលការចុចលើចំណុចទាំងនេះដូចជាប្រតិបត្តិការរបស់ប៉ូលីសចរាចរណ៍ដែលកំពុងឈរបែងចែកផ្លូវដោះស្រាយការកកស្ទះនៅទីនោះភ្លាម ហើយនៅលើក្បាលក៏មានចំណុចសំខាន់មួយទៀតគឺបាក់ហ៊ុយមែនទេហាក់ដូចជានេះជាចំណុចខ្ពស់បំផុតគឺជាកន្លែងដែលធម្មពលទាំងអស់មកជួបគ្នា មែនហើយបាក់ហ៊ុយត្រូវបានចាត់ទុកថាជាគណៈកម្មការកណ្ដាលការប៉ះពាល់នៅទីនេះជួយឲ្យប្រព័ន្ធប្រសាទទាំងមូលមានស្ថិរភាពវាប្រសើរនៅពេលឈឺក្បាលនិងអារម្មណ៍ធ្ងន់ធ្ងរនៅក្នុងដៃជាពិសេសសៀវភៅក៏មានកំណត់សម្គាល់មួយអំពីជំងឺមេនីយ៉ាដែលជាប្រភេទវង្វេងក្បាលធ្ងន់ធ្ងរមានរំខានត្រចៀកនិងចង់អាក្រក់សៀវភៅបាននិយាយថាការបំបត្តិការចង្អៀតនៅតំបន់ក៏តាមរយៈចំណុចដូចជាផុងជីអាចជួយគ្រប់គ្រងអាការៈធ្ងន់ទាំងនេះបានវាបានលើកស្ទួយអំពីសារៈសំខាន់នៃការរក្សាឲ្យផ្លូវចូលទៅខួរក្បាលតែងតែមានសេរីភាព អរន័យចង្អៀតនៃចរន្តឈាមនិងធម្មពលទាំងនេះបាននាំឲ្យខ្ញុំទៅកាន់ប្រធានបទធំមួយទៀតគឺសម្ពាធរបស់ប្រព័ន្ធទាំងមូលនោះគឺសម្ពាធឈាមក្នុងសៀវភៅមានគំនិតមួយដែលខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់គឺធុងញិចហាហានស្ថានភាពដែលក្បាលក្តៅស្រួចមុខក្រហមភ្លឺប៉ុន្តែដៃជើងវិញត្រជាក់ត្រជុំ គំនិតនោះពិពណ៌នាអំពីការបាត់បង់តុល្យភាពធម្មពលយ៉ាងច្បាស់លាស់ខ្ញុំចាំបានថាយាយខ្ញុំសម័យមុនក៏តែងតែបង្ហាញការត្អូញត្អែរអំពីរឿងនេះដែរក្បាលវិញតែងតែមានអារម្មណ៍ថាធ្ងន់និងក្តៅប៉ុន្តែជើងវិញត្រជាក់ដូចទឹកកកសៀវភៅនោះពន្យល់អំពីរឿងនេះយ៉ាងងាយស្រួលយល់វាដូចជាធម្មពលទាំងមូលនៅក្នុងផ្ទះមួយត្រូវបានរុញឲ្យកកក្តៅនៅលើជាន់លើបំផុតខណៈពេលជាន់ក្រោមវិញគ្មានកម្ដៅសោះឈាមនិងធម្មពលទាំងអស់ត្រូវបានរុញឲ្យស្ថិតនៅផ្នែកខាងលើនៃរាងកាយ ដូច្នេះគោលបំណងនៃការចេញសន្លាក់ឈាមក្នុងករណីនេះគឺធ្វើដូចម្តេចដើម្បីបញ្ជូនធម្មពលពីជាន់លើបំផុតចុះទៅជាន់ក្រោមមែនទេ ត្រឹមត្រូវគោលបំណងគឺដើម្បីស្ដារឡើងវិញនូវការប្រឡូកនិងសម្ទោលឡើយសៀវភៅនេះបានលើកឡើងពីចំណុចសន្លាក់សំខាន់មួយចំនួនដើម្បីធ្វើឲ្យបានរឿងនេះឧទាហរណ៍ដូចជាចំណុចសន្លាក់ដាំងជុងនៅកណ្ដាលទ្រូងដើម្បីបំបត្តិការចង្អៀតនៅទ្រូងហើយជាពិសេសគឺចំណុចសន្លាក់ជីវហៃដែលស្ថិតនៅក្រោមមុខជើងខាងក្នុង ម្ដងទៀតជាចំណុចសន្លាក់នៅជើងពេ ចំណុចសន្លាក់នេះត្រូវបានពិពណ៌នាថាជាស្វិតបិទបើកមួយជួយទាញធម្មពលឡើងទៅក្បាលឲ្យចុះទៅជើងមានប្រសិទ្ធភាពខ្លាំងសម្រាប់ស្ត្រី វិនិច្ឆ័យវិទ្យាសាស្ត្រដូចជាអាឡេសូស្យងខ្ពស់អាឡេសូស្យងទាបវិធីសាស្ត្រប្រើប្រាស់ខុសគ្នាសម្រាប់ជំងឺអាឡេសូស្យងខ្ពស់ឧទាហរណ៍អាការៈសំខាន់ជាក្បាលឈឺនឿយស្មា
អូបំណងប្រកាសជីគឺបន្ថយសម្ពាធ អត់ចាស់ត្រឹមត្រូវគោលបំណងគឺបន្ថយសម្ពាធនៅផ្នែកខាងលើនៃរាងកាយចំណុចសំខាន់ដូចជាបៃហ៊ុយនៅលើកំពូលក្បាលឬហឺបកុកដែលស្ថិតនៅលើខ្នងដៃចន្លោះម្រាមដៃធំនិងម្រាមដៃចង្អុលមានតួនាទីដូចជាសន្ទះបញ្ចេញសម្ពាធការចុចលើចំណុចទាំងនេះអាចជួយបន្ធូរឈឺក្បាលនិងអារម្មណ៍មិនស្រួលចំណុច អាយយងឈួននៅចន្លោះផ្នែកកណ្ដាលបាក់ជើងនិយាយតាមត្រង់ស្ដាប់ទៅហាក់ដូចជាក្បួនប្រជាជនបន្តិចតើមានតលឲ្យភាពអ្វីនៅពីក្រោយឬមីដែរ សំណួរល្អណាស់ស្ដាប់ទៅអាចចម្លែកប៉ុន្តែវាស្របតាមតុល្យភាពដែលយើងបានពិភាក្សាមកហើយទស្សនៈនៅទីនេះគេហៅថាដឹកភ្លើងត្រឡប់ទៅដើមគឺមានន័យថានាំភ្លើងដែលកំពុងឡើងក្បាលឲ្យត្រឡប់ទៅដើមនៅខាងក្រោមវិញ ទឹកភ្លើងត្រឡប់ទៅដើម មែនហើយការបុកទៅលើផ្នែកចុងជើងគឺជាសកម្មភាពផ្នែករូបវន្តដ៏ខ្លាំងមួយវាជាសញ្ញាដែលច្បាស់លាស់សម្រាប់បញ្ជាឲ្យថាមពលដែលកំពុងត្រូវរឹតបន្តឹងនៅលើក្បាលចុះទៅក្រោមវាដូចជាការដាក់ជើងយ៉ាងខ្លាំងដើម្បីទាក់ទាញការយកចិត្តទុកដាក់នេះជាវិធីមួយសម្រាប់រាងកាយកែសម្រួលស្ទួនស្ទង់នៃចរន្តធម្មពលរបស់ខ្លួនវិញឥឡូវនេះខ្ញុំយល់ហើយវាមិនមែនជាសកម្មភាពចៃដន្យទេអាសិនជាមានសម្ពាធឈាមទាបវិញយ៉ាងដូចម្ដេចប្រកសញ្ញានឹងផ្ទុយទៅវិញនឿយហត់ជាប្រចាំអស់កម្លាំងដៃជើងត្រជាក់បើសម្ពាធឈាមខ្ពស់ជាការទាញធម្មពលចុះក្រោមតើសម្ពាធឈាមទាបមានន័យថាជាការជំរុញធម្មពលឡើងលើទេត្រូវហើយ នោះជាការសន្និដ្ឋានដែលមានហេតុផលប៉ុន្តែមិនត្រឹមត្រូវទាំងស្រុងទេសម្រាប់សម្ពាធឈាមទាបបញ្ហានេះមិនមែនថាធម្មពលទៅបានកក់កាប់នៅកន្លែងណាមួយទេប៉ុន្តែជារឿងថារោងចក្រផលិតធម្មពលក្នុងខ្លួនកំពុងដំណើរការមិនគ្រប់គ្រាន់ដូច្នេះគោលបំណងមិនមែនជាជំរុញធម្មពលទៅកន្លែងណាមួយទេប៉ុន្តែជាការចាប់ផ្ដើមម៉ាស៊ីនឡើងវិញហើយបង្កើនកម្លាំងឲ្យស្ទឹងធម្មពលទាំងមូលសៀវភៅនេះបង្ហាញពីចំណុចសំខាន់លើរាងកាយដែលមានប្រសិទ្ធភាពក្នុងការបំប៉ននិងជំរុញឈាមនិងធម្មពលឧទាហរណ៍ដូចជាចំណុច Coit-U នៅលើខ្នងចិត្តបេះដូងមានសមត្ថភាពបង្កើនមុខងារបេះដូងនិងសួតជួយបូមឈាមនិងធម្មពលឲ្យចែកចាយទៅទូទាំងខ្លួនបានប្រសើរជាងមុនឬចំណុច Sinman នៅចំណុចបត់កណ្ដាប់ដៃវាមិនត្រឹមតែជួយឲ្យដៃក្តៅឡើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានប្រសិទ្ធភាពបន្ធូរចិត្តផងដែរធ្វើឲ្យប្រព័ន្ធប្រសាទមានស្ថិរភាពដែលជាប្រព័ន្ធងាយរងការរំខានសម្រាប់អ្នកមានសម្ពាធឈាមទាបហើយម្ដងទៀតចំណុច Chiu-Hei នៅក្បាលជើងក៏បានបង្ហាញខ្លួនឡើងវិញអូប៉ាត់រឿងនេះបង្ហាញពីតួនាទីសំខាន់របស់វាក្នុងការធ្វើឲ្យប្រព័ន្ធទាំងមូលមានតុល្យភាពនិងមានការភ្ជាប់ជាប់ដីពិតជាអស្ចារ្យមែនដូច្នេះគំនិតស្នូលសំខាន់ដែលឆ្លងកាត់សៀវភៅនេះគឺជាសិល្បៈនៃការស្ដារតុល្យភាពឡើងវិញការចុចចំណុចសំខាន់មិនមែនគ្រាន់តែជាការចុចលើចំណុចឈឺដោយស្វ័យប្រវត្តិទេប៉ុន្តែជាការយល់ដឹងនិងការសន្ទនាជាមួយប្រព័ន្ធធម៌ពលស្មុគស្មាញមួយនៅក្នុងខ្លួនយើងវាដូចជាវិស្វករប្រព័ន្ធម្នាក់កំពុងឡាយតម្រូវស្ទឹងស្ទង់នៃលំហូរឲ្យអ្វីដំណើរការយ៉ាងរលូនហើយមានព័ត៌មានលម្អិតដែលមានតម្លៃដែលវិជ្ជបណ្ឌិត Thungfen បានលើកឡើងក្នុងសេចក្តីផ្ដាំសៀវភៅលោកបាននិយាយថាប្រសិទ្ធភាពនៃការចុចចំណុចសំខាន់មិនត្រឹមតែបច្ចេកទេសត្រឹមត្រូវទេតែមកពីចិត្តដែលគោរពនិងស្រឡាញ់អ្នកជំងឺចិត្តមែនទេមែនហើយត្រូវដឹងពីវិធីបញ្ជូនកម្លាំងចិត្តរបស់ខ្លួនតាមម្រាមដៃទៅកាន់ចំណុចសំខាន់រឿងនេះបង្ហាញថាបំណងប្រាថ្នានិងការផ្ដោតអារម្មណ៍របស់អ្នកអនុវត្តក៏ជាផ្នែកនៃដំណើរការព្យាបាលវាប្រែសកម្មភាពម៉ាស៊ីនឲ្យคล้ายជាអនុវត្តយកចិត្តទុកដាក់រឿងនោះជារឿងជ្រៅជ្រះណាស់វាធ្វើឲ្យការចុចចំណុចសំខាន់ពីបច្ចេកទេសคล้ายទៅជាសិល្បៈព្យាបាលពិតប្រាកដមួយសៀវភៅនេះបាននិយាយអំពីចំណុចសំខាន់ប្រហែល200ចំណុចហើយថ្ងៃនេះយើងទើបតែប៉ះពាល់ត្រឹមតែប៉ុន្មានចំណុចសំខាន់លើផែនទីធំមួយនោះប៉ុណ្ណោះនេះជាសំណួរគួរឲ្យចាប់អារម្មណ៍មួយសម្រាប់យើងដើម្បីពិចារណាមានទំនាក់ទំនងអាចកំបាំងអ្វីខ្លះទៀតតើមានផ្លិតអ្វីផ្សេងទៀតក្នុងខ្លួនយើងដែលយើងមិនដឹងជាមួយសុខភាពល្អនេះជាវិធីមើលឆ្លងកាត់ការរងចាំឲ្យរោគសញ្ញាធ្វើឲ្យបង្ហាញមុននឹងស្វែងរកវិធីព្យាបាលប៉ុន្តែបង្កើនការចាប់អារម្មណ៍លើសញ្ញាតូចបំផុតរបស់រាងកាយនិងរក្សាសមតុល្យឲ្យនៃលំហូរធម៌ពលរៀងរាល់ថ្ងៃ